ភូមាបើការវាយប្រហារជាមួយនឹងក្រុមប្រឆាំងរបបមីយ៉ាន់ម៉ាដែលជ្រុលដៃបន្តិចធ្វើឲ្យគ្រាប់កំភ្លើង60 មីលីម៉ែត្រចូលទៅក្នុងទឹកដីថៃហើយយើងឃើញថាថៃបានឆ្លើយតបទៅវិញត្រឹមតែគ្រាប់បែកផ្សែងប៉ុណ្ណោះដើម្បីគំរាមកំហែងនិងប្រមានប៉ុន្តែអ្វីដែលភាពតានតឹងនៅតែមានបន្តទៀតយើងឃើញថាប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនភូមានិងថៃគឺមានការរងរបួសបន្ទាប់ពីយោធាភូមាបានបាញ់ចូលទឹកដីថៃដែលបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន4នាក់រងរបួសធ្ងន់ស្រាលហើយយើងឃើញថាអាជ្ញាធរថៃបាទកំពុងតែរឹតបន្តឹងសន្តិសុខនៅស្រុកម៉ៃសូតនៅខេត្តតាក់ដើម្បីការពារសន្តិសុខដល់ប្រជាពលរដ្ឋកុំឲ្យមានការបាញ់ប្រហារពីភូមាប៉ុន្តែភូមាគឺមិនមានចេតនាណាមួយក្នុងការបាញ់ប្រហារមកចូលទឹកដីថៃទេដោយសារតែការបង្ក្រាបទៅលើក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ាធ្វើឲ្យភូមាបាទជ្រុលដៃបន្តិចបាញ់ផ្លោកមកចូលទឹកដីថៃតែម្ដងភាពតានតឹងរវាងភូមានិងថៃគឺបានកើតឡើងហើយយើងគិតថានឹងអាចក្បែរនឹងជ្រោះមរណៈកថាបានដែរថៃនិងភូមាគឺបានប៉ះទង្គិចគ្នាបន្ទាប់ពីយោធាភូមាបានបាញ់ប្រហារគ្នាជាមួយនឹងកងកម្លាំងប្រឆាំងរបបយោធាមីយ៉ាន់ម៉ាក្រុមប្រដាប់អាវុធជនជាតិភេតិចបានបាញ់គ្រាប់កាំភ្លើងហោះចូលដែននៅក្នុងទឹកដីថៃហើយប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនស្រុកម៉ៃសូតខេត្តតាក់មានការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីគ្រាប់កាំភ្លើងធុនធ្ងន់ចំនួន5គ្រាប់បានហោះចេញពីទឹកដីភូមាដែលហេតុការណ៍នេះបានបង្កឲ្យមនុស្សចំនួន4នាក់រងរបួសធ្ងន់ស្រាលពួកគាត់សុទ្ធសឹងតែជាពលករចំណាក់ស្រុកពីភូមាកងកម្លាំងពិសេសរបស់រាជមណោបានឆ្លើយតបទៅវិញដោយត្រឹមតែបាញ់គ្រាប់បែកផ្សែងចំនួន4គ្រាប់ទុកជាការគំរាមកំហែងនិងការប្រមានខណៈការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រឆាំងរបបយោធាមីយ៉ាន់ម៉ានៅតែបន្តឆ្លងកាត់បន្ទាត់ព្រំដែននៃប្រទេសទាំងពីរទន្ទឹមនឹងនេះអាជ្ញាធរថៃបានរឹតបន្តឹងសន្តិសុខនៅតាមបណ្ដោយព្រំដែននៃស្រុកម៉ៃសូតទាំងមូលយ៉ាងណាស្ថានភាពនេះនៅមិនទាន់មានស្ថិរភាពឡើងវិញនៅឡើយទេដោយអ្នករងរបួសដែលមានស្ត្រីនិងកុមារម្នាក់បានទទួលការព្យាបាលនៅក្នុងស្ថានភាពសុវត្ថិភាពក្រោយពីផ្ទុះសង្គ្រាមឈ្លានពានមកលើកម្ពុជាយ៉ាងសាហាវយង់ខ្នងនៅពេលនេះរាជធានីបាងកកកំពុងតែប្រឈមមុខនឹងភាពតានតឹងនៅតំបន់ព្រំដែនជាប់នឹងភូមាវិញម្ដងយោធាថៃបានបញ្ជាឲ្យបាញ់គ្រាប់បែកផ្សែង120 មីលីម៉ែត្រប្រមានបន្ទាប់ពីយោធាភូមានិងក្រុមប្រដាប់អាវុធប្រឆាំងតតាំងគ្នាហើយគ្រាប់កាំភ្លើងត្បាល់ចំនួន5គ្រាប់បានហោះឆ្លងដែនរំលងចូលទឹកដីថៃនៅស្រុកម៉ៃសូតខេត្តតាក់ដោយបានបំផ្លាញទ្រព្យសម្បត្តិនិងធ្វើឲ្យជនស៊ីវិលចំនួន4នាក់រងរបួសយ៉ាងណាមិញយោធាថៃបានក្តៅស្លឹកត្រចៀកជាមួយនឹងការឆ្លើយតបរបស់មេបញ្ជាការភូមិភាគ3ដោយបញ្ជាឲ្យកងកម្លាំងថៃបាញ់គ្រាប់បែកផ្សែងសងសឹកបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងរាជរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅទល់មុខខេត្តតាក់ដែលបណ្ដាលឲ្យគ្រាប់កាំភ្លើងធំប្លង់ហោះចូលធ្លាក់នៅលើទឹកដីថៃជាស្ដែងលោកមេបញ្ជាការភូមិភាគ3បានប្រាប់ក្រុមយោធាពិសេសរាជមណោថាបានរកឃើញបំណែកគ្រាប់កាំភ្លើងត្បាល់60 មីលីម៉ែត្រចំនួន5គ្រាប់ដែលហោះចូលនៅក្នុងទឹកដីថៃក្នុងតំបន់ជុំវិញស្រុកម៉ៃសូតបន្ទាប់ពីទទួលបានរបាយការណ៍ភ្លាមៗលោកមេបញ្ជាការយុទ្ធភូមិភាគ3បានទទួលឯកភាពអំពីអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃដើម្បីឆ្លើយតបភ្លាមៗហើយក្រុមពិសេសរាជមណោក៏បានបាញ់គ្រាប់បែកផ្សែង120 មីលីម៉ែត្រចំនួន4គ្រាប់សម្ដៅទៅកាន់តំបន់ចំនួនវិញយ៉ាងណាមកទល់នៅពេលនេះមេបញ្ជាការភូមិភាគ3បានឆ្លើយបញ្ជាក់ថាស្ថានភាពទូទៅឥឡូវនេះត្រូវបានគេរាយការណ៍ថាមានលក្ខណៈធម្មតាទោះជាយ៉ាងណាក្តីលោកមេបញ្ជាការថៃរូបនេះទោះបីជាយ៉ាងណាក្តីលោកមេបញ្ជាការថៃរូបនេះបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងាររាជមណោឲ្យរក្សាការខ្លំមើលមិនដាក់ភ្នែកនៅតំបន់ព្រំដែននិងផ្ដល់អាទិភាពដល់សុវត្ថិភាពនិងការការពារប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះខណៈស្ថានភាពព្រំដែនថៃភូមាកាន់តែផុយស្រួយកំពុងតែវិវត្តឆ្ពោះទៅរកជ្រោះមរណៈថៃខ្លាចកើតចំនួនជាមួយនឹងមីយ៉ាន់ម៉ាថៃបានបិទច្រកកាត់ទាំងអស់រយៈពេល7ថ្ងៃទាក់ទងទៅនឹងបញ្ហាអាញាធរថៃបានបិទ
ច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់នៅតំបន់ម៉ៃសូតសម្រាប់រយៈពេល7ថ្ងៃបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសហភាពជាតិការ៉ែននិងកងកម្លាំងមីយ៉ាន់ម៉ាបានផ្ទុះឡើងនៅត្រើយម្ខាងនៃព្រំដែនដែលធ្វើឲ្យសំឡេងកំភ្លើងឮឆ្លងចូលក្នុងទឹកដីថៃមានតែស្ពានមិត្តភាពថៃមីយ៉ាន់ម៉ាមួយប៉ុណ្ណោះដែលនៅតែបើកសម្រាប់ការធ្វើដំណើរតែប៉ុណ្ណោះការប៉ះទង្គិចគ្នារវាងកងពលតូចលេខ6របស់ការ៉ែននិងបញ្ជាការប្រតិបត្តិយោធាទី22របស់មីយ៉ាន់ម៉ាភាគីទាំងពីរគឺបាញ់តបតគ្នាដោយប្រើកាំភ្លើងត្បាល់ទំហំ60មីលីម៉ែត្រនិង120មីលីម៉ែត្រខណៈដែលកងកម្លាំងមីយ៉ាន់ម៉ាក៏បានប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកលើទីតាំងការ៉ែនផងដែរមន្ត្រីយោធាថៃម្នាក់បាននិយាយថាការប្រយុទ្ធគ្នានេះមិនបានបង្កការខូចខាតនៅត្រើយម្ខាងនៃប្រទេសថៃទេបើទោះបីមានភាពតានតឹងនៅតែខ្ពស់ក៏ដោយគ្រាប់កាំភ្លើងត្បាល់ចំនួន5គ្រាប់ពីប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងទឹកដីថៃដែលបណ្ដាលឲ្យពលករចំណាក់ស្រុករបស់ភូមារងរបួសចំនួន4នាក់ដែលរស់នៅជាមួយនឹងប្រជាជនថៃលោកមេបញ្ជាការកងកម្លាំងពិសេសនិងមន្ត្រីស្រុកម៉ៃសូតនៅតែឈរជើងក្នុងតំបន់នេះដោយបញ្ជាឲ្យកងកម្លាំងថៃពង្រឹងសន្តិសុខព្រំដែនកងកម្លាំងសន្តិសុខត្រូវមានការណែនាំនិងឆ្លើយតបជាបន្ទាន់ប្រសិនបើគ្រាប់ផ្លោងណាមួយធ្លាក់ចូលទៅក្នុងទឹកដីថៃបន្ថែមទៀត